ស្ថានភាពរបស់ប្រទេសកម្ពុជាយើងនិងទូទាំងពិភពលោកមានការប្រែប្រួលជាខ្លាំងការប្រកួតប្រជែងក៏មានភាពតានតឹងជាងមុនដែរធនាគារហត្ថរបស់យើងបានដាក់នៅផែនការយុទ្ធសាស្ត្រថ្មីៗនិងសំខាន់ៗមួយចំនួនដើម្បីចាប់យកចំណែកទីផ្សារនៅក្នុងស្ថានភាពដ៏តានតឹងនេះ We are no longer positioned solely as a microfinance provider. Today, we deliver financing solutions across a broader spectrum, supporting SME businesses, commercial entities, and large corporations as well. Moving forward, we will also strengthen our focus on personal lending, a key growth segment reflecting the ever-changing needs of the Cambodian consumer. ដើម្បីទទួលបានជោគជ័យក្នុងការចាប់យកចំណែកទីផ្សារទាំងអស់នេះទាមទារឲ្យយើងទាំងអស់គ្នាជាម្ចាស់តំបន់យល់ច្បាស់ពីអតិថិជនសក្តានុពលនៅក្នុងតំបន់ប្រតិបត្តិការរបស់យើងនិងត្រូវមានទំនាក់ទំនងជិតស្និទ្ធបំផុតដើម្បីបំពេញតម្រូវការរបស់អតិថិជនឲ្យបានកាន់តែល្អប្រសើរ ការប្រមូលប្រាក់បញ្ញើដែលមានចំណាយអត្រាការប្រាក់ទាបក៏ដូចជាការបង្កើនប្រាក់ចំណូលឲ្យបានច្រើនប្រភពទាំងចំណូលការប្រាក់និងមិនមែនជាចំណូលការប្រាក់គឺជាគោលដៅអតិភិបចម្បងរបស់ធនាគារហត្ថរបស់យើងក្នុងឆ្នាំ 2026 នេះដើម្បីសម្រេចបាននៅគោលបំណងនេះវាទាមទារឲ្យកម្លាំងលក់របស់យើងទាំងអស់ត្រូវមានសមត្ថភាពនៅក្នុងការទំនាក់ទំនងសមត្ថភាពនៅក្នុងការប្រឹក្សាយោបល់ជូនអតិថិជនរបស់យើងពលគឺពួកគាត់អាចលក់នៅផលិតផលសេវាកម្មចម្រុះទៅឲ្យអតិថិជនរបស់យើងប្រកបទៅដោយគុណភាពវិជ្ជាជីវៈ ភាពឆ្លាតវៃក្នុងការស្វែងយល់ពីតម្រូវការរបស់អតិថិជនអាចផ្ដល់លទ្ធភាពឲ្យយើងបំពេញតម្រូវការជូនគាត់បានច្រើនជាងអ្វីដែលគាត់បានស្នើសុំយើងលើកដំបូងដែលកត្តានេះយើងទាំងអស់គ្នាត្រូវខិតខំដោះខាត់សមត្ថភាពនិងជំរុញ cross selling និង upselling ឲ្យមានប្រសិទ្ធភាពខ្ពស់ សួស្តីគ្នាយើងបាទពីគណៈគ្រប់គ្រងគឺនៅតែទទូចស្នើសុំឲ្យបងប្អូនយើងទាំងអស់គ្នាឲ្យខិតខំប្រឹងប្រែងនិងអនុវត្តឲ្យបានល្អនិងគ្រប់ជ្រុងជ្រោយនៃយុទ្ធសាស្ត្រដែលមានពិសេសគឺយុទ្ធសាស្ត្រនៅក្នុងការប្រមូលបំណុលបាត់បង់ ខ្ញុំរួមជាមួយនឹងក្រុមការងារទាំងអស់នឹងអនុវត្តនៅយុទ្ធសាស្ត្រប្រមូលបំណុលបាត់បង់ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ឆ្នាំ 2026 នេះ ខ្ញុំជឿថាមានតែផែនការយុទ្ធសាស្ត្រប៉ុន្តែខ្វះការអនុវត្តឲ្យបានត្រឹមត្រូវនោះយើងមិនអាចទទួលបានភាពជោគជ័យនោះទេដូច្នេះយើងត្រូវបដិញ្ញាចិត្តឲ្យបានខ្ពស់នៅក្នុងការអនុវត្តឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាទើបយើងអាចទទួលបានភាពជោគជ័យទាំងនោះបានដូចនេះយើងត្រូវរួមគ្នាគិតរួមគ្នាធ្វើឲ្យអស់ពីសមត្ថភាពដើម្បីកំណត់នូវភាពជោគជ័យរបស់យើងទាំងអស់គ្នានាពេលអនាគត